ជំរាបសួរសុខសប្បាយបងប្អូនទាំងអស់គ្នាអរគុណច្រើនទស្សនាវីដេអូនេះខ្ញុំចង់ថតវីដេអូនេះដោយសារជួនកាលបងប្អូនសួរខ្ញុំថាតើពូចេះខ្មែរទេការពិតខ្ញុំចេះតិចតិចខ្ញុំមកពីប្រទេសកាណាដាប៉ុន្តែខ្ញុំរស់នៅសៀមរាបអស់9ឆ្នាំហើយដូច្នេះរៀងរាល់ថ្ងៃខ្ញុំខំហាត់អានសៀវភៅឬក៏ហាត់សន្ទនាជាមួយបងប្អូនដើម្បីរីកចម្រើនទៅទៀតសូមអភ័យទោសខ្ញុំតើខ្ញុំអត់សូវនិយាយច្បាស់ទេបាទខ្ញុំគិតថាគូសំខាន់ថាខ្ញុំរៀនភាសាខ្មែរដើម្បីយល់ច្បាស់អំពីវប្បធម៌ខ្មែរហើយដើម្បីស្រួលតាក់ទងជាមួយបងប្អូនដែរខ្ញុំពិតជាសប្បាយរស់នៅប្រទេសខ្មែរហើយក្នុងអំឡុង9ឆ្នាំហើយខ្ញុំរស់នៅទីក្រុងសៀមរាបរហូតហើយបន្ថែមទៅទៀតខ្ញុំចង់ថ្លែងអំណរគុណចំពោះបងប្អូនដែលជួយគាំទ្រchannel ខ្ញុំហើយចង់ទស្សនាវីដេអូខ្ញុំដែរខ្ញុំគ្រាន់តែចង់ធ្វើឲ្យបងប្អូនសប្បាយពេលទស្សនាវីដេអូខ្ញុំតែងតែភ្នាក់ផ្អើលចំនួនបងប្អូនដែលជិះម៉ូតូហើយយកអីវ៉ាន់ច្រើនជាមានចំនួនណាននេះមកហើយដល់ខ្ញុំតែងតែនិយាយថាខ្មែរអាចធ្វើបានបើខ្ញុំខំធ្វើតាមប្រហែលអត់ចេះដូច្នេះអ្វីដែលខ្ញុំឃើញតាមផ្លូវនាំឲ្យខ្ញុំសាយហើយសប្បាយដែរដូច្នេះអរគុណធំទស្សនាវីដេអូខ្ញុំពិតជាសង្ឃឹមថាវីដេអូទាំងអស់នាំឲ្យបងប្អូនសប្បាយបើបងប្អូនមានចំណាប់អារម្មណ៍ខ្ញុំថតវីដេអូវែងដែរអំពីស្រុកខ្មែរតាម YouTube ខ្ញុំមានវីដេអូវែងអំពីកាណាដាប្រទេសកាណាដានិងប្រទេសខ្មែរបាទដោយសារខ្ញុំចូលចិត្តតាលេងហើយទៅស្រុកស្រែមកធម្មជាតិស្អាតដូច្នេះបើមានចំណាប់អារម្មណ៍សូម click link ហើយចូល YouTube channel ខ្ញុំបាទហើយអរគុណច្រើនខ្ញុំសូមគុំតើបងប្អូនទាំងអស់សុខសប្បាយហើយសូមថែរក្សាសុខភាពបាទអរគុណជំរាបលា